សម័យឥឡូវនេះប្រជាជនយើងភាគច្រើនគាត់បើកលុយទៅតាមធនាគារអញ្ចឹងណាបងប្អូនមានកាត ATM មានកុងធនាគារអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងទៅបើកលុយសូមយើងប្រុងប្រយ័ត្នណាបងប្អូនអញ្ចឹងបើសិនបើមានជនខិលខូចមកឈរពីខាងក្រោយថតយកលេខកូដលេខអីយើងហ្នឹងគឺសិតតែមានបញ្ហាហើយបងប្អូនដូចនៅក្នុងវីដេអូនេះបងស្រីនឹងគាត់ទៅបើកលុយនៅពេលដែលគាត់ទៅបើកលុយគឺពូមួយដែលនៅពីខាងក្រោយហ្នឹងគាត់ទៅថតលេខកូដគាត់យកបន្ទាប់មកនៅពេលដែលគាត់ទៅទិញអីវ៉ាន់ណាគាត់ដើរទៅវិញក្រោយដាក់អីវ៉ាន់ដាក់របស់អីមួយនៅក្បែរជើងហ្នឹងឲ្យបងស្រីនឹងរើសនៅពេលដែលគាត់អោនរើសទៅក៏លួចយកកាត ATM គាត់ទៅបើកលុយបាត់ហើយបងប្អូនអញ្ចឹងនៅពេលដែលគាត់យកកាត ATM ហ្នឹងទៅបើកលុយប្រកាសជាបើកលុយបានព្រោះលេខកូដគាត់បានដឹងហើយហ្នឹងបងប្អូនប៉ុន្តែចៃដន្យវាមានកូនក្មេងម្នាក់នេះមើលឃើញណាអញ្ចឹងបានទៅតាមយកអាកាត ATM ហ្នឹងពីធុងសម្រាមហ្នឹងមកវិញនេះហើយរត់ទៅតាមពូហ្នឹងអញ្ចឹងដល់ពេលដែលពូហ្នឹងរៀបជិះម៉ូតូអត់ឈូសសោម៉ូតូបងប្អូនតែដល់ពេលហើយខូនហ្នឹងក៏បានទៅដកលុយពីកប៉ាល់ខោរបស់គាត់ហ្នឹងយកទៅបាត់ទៅអញ្ចឹងមានន័យថាពូហ្នឹងគាត់យកលុយនៅបានសម្រាប់ទេបងប្អូនរួចហើយកូនក្មេងហ្នឹងក៏យកលុយហ្នឹងយកមកឲ្យចែហ្នឹងវិញនេះអញ្ចឹងយកមកហុចឲ្យចែហ្នឹងវិញអញ្ចឹងណាអញ្ចឹងមកនេះបុណ្យកុសលយើងដែលធ្វើបុណ្យដល់បងប្អូនណាក៏មានអ្នកតាមជួយយើងអញ្ចឹងណា